សម្រាប់មួយគ្រឿងនេះគឺបងប្រុសមកពីខាងប៉ោយប៉ែតដើម្បីមកទទួលសេវាកម្មលាងម៉ាស៊ីនហើយនឹងបោកពូកសម្អាតល្បិតទៅខាងក្នុងអ្នកទាំងអស់គ្នាដឹងហើយថាការលាងទៅលើប្លុកម៉ាស៊ីនជាពិសេសទៅលើតាយោម៉ាស៊ីនត្រជាក់គឺពិបាកទុកនៅក្នុងទម្រង់ដើមបែបនេះខ្លាំងមែនទែនបើសិនជាយើងលាងនឹងសាប៊ូកាត់ខ្លាំងឬក៏មេថ្នាំត្រឡប់ចូលមកប្រធានបទយើងវិញថ្ងៃនេះខ្ញុំចង់រំលឹកម្ដងទៀតជារឿងដែលដដែលគឺយើងសម្អាតទៅលើការលម្អិតផ្នែកខាងក្នុងដោយសារវាពាក់ព័ន្ធទៅលើសោភ័ណភាពពាក់ព័ន្ធទៅលើអនាម័យហើយនឹងសុខភាពទៅលើការប្រើប្រាស់នៅពេលដែលយើងដោះរើសម្អាតម្ដងមិនមែនត្រឹមតែយក form យកទឹកយកទៅសម្អាតផ្ទៃខាងក្នុងនៃរថយន្តទេគឺយើងមានឧបករណ៍ steam ចំហាយទឹកក្តៅឧបករណ៍ចំហាយទឹកក្តៅនេះគឺវាពិបាករកនៅក្នុងទីផ្សារមែនតើដោយសារតែតម្លៃនៃម៉ាស៊ីននេះគឺវាថ្លៃខ្លាំងពេកបងប្អូនអញ្ចឹងហើយធ្វើឲ្យសេវាកម្មមួយចំនួនគេសម្រេចចិត្តមិនប្រើប្រាស់ទេប៉ុន្តែសម្រាប់ពួកយើងគឺយើងបដោតទៅលើអនាម័យនៅខាងក្នុងជាសំខាន់ដើម្បីឲ្យបងប្អូនប្រើប្រាស់បានទាំងសុខភាពល្អផងដែរអញ្ចឹងយើងអត់មួម៉ងសៅម៉ងច្រើនទេគឺយើងសម្រេចថាយើងនឹងប្រើឧបករណ៍នេះដើម្បីធ្វើជាសេវាកម្មសម្អាតលម្អិតទៅខាងក្នុងជូនទៅដល់បងប្អូនទាំងអស់គ្នាបើសិនជាយើងរើដូចបងប្អូនបានឃើញអញ្ចឹងទៅគ្រប់កលុកកលៀតសាច់ដែកនៅខាងក្រោមមិនមែនត្រឹមតែលាងដោយប្រភេទ foam សាប៊ូទេគឺយើងប្រើឧបករណ៍នេះដើម្បីទៅសម្លាប់មេរោគនៅលើតួដែកបំបត្តិក្លិននៅលើតួដែកដែលវាតោងទៅជាប់កលុកកលៀតផ្សេងហើយជាពិសេសគឺវាអាចយោងបានទៅលើអនាម័យផងដែរហើយបងប្អូននៅក្នុងទីផ្សារតែងតែឃើញឧបករណ៍មួយគេហៅថាឧបករណ៍ steam សម្រាប់មេរោគប៉ុន្តែមិនក្តៅហើយផ្សែងនោះតើជាផ្សែងអីបងប្អូនអាចឆ្លើយដោយខ្លួនឯងបានប៉ុន្តែសម្រាប់ឧបករណ៍មួយនេះដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងគឺគេផលិតមកដើម្បីធ្វើជាបច្ចេកទេសមួយនៅក្នុងការសម្អាតទៅលើយានយន្តបងប្អូនទាំងអស់គ្នាដោយប្រព័ន្ធចំហាយទឹកក្តៅយើងមិនអាចយកទឹកក្តៅទៅចាក់ចូលនៅក្នុងរថយន្តហើយសម្អាតបានទេបងប្អូនមានតែវិធីបំលែងទៅជាម៉ាស៊ីន steam បែបនេះទើបវាអាចសម្អាតរថយន្តបងប្អូនបានល្អបានត្រឹមត្រូវតាមបច្ចេកទេសហើយមិនមានការសើមទៅខាងក្នុងធ្វើឲ្យស្អុយរថយន្តរបស់បងប្អូនទេអញ្ចឹងសម្រាប់អ្នកដែលចង់សម្អាតរថយន្តបែបលម្អិតសម្អាតរថយន្តបែបអនាម័យដែលមានឧបករណ៍បំពាក់ steam ចំហាយទឹកក្តៅបែបនេះបងប្អូនអាចមករកប្រណិតថែទាំរថយន្តបានខ្ញុំបញ្ជាក់ជាថ្មីម្ដងទៀតសម្រាប់ប្រភេទតាយោម៉ាស៊ីនត្រជាក់នៅលើរថយន្តអ្នកលាងម៉ាស៊ីនគាត់ប្រកាសជាដឹងច្បាស់ណាស់ថាវាពិបាកក្នុងការទប់ទម្រង់បែបនេះខ្លាំងមែនទែនបើសិនជាយើងសម្រេចចិត្តថាប្រើសាប៊ូកាត់ខ្លាំងប្រើមេថ្នាំឬក៏ប្រើផលិតផលដែលមានជាតិកាត់ខ្ពស់អញ្ចឹងពួកយើងនៅទីនេះគឺយើងប្រើស្រាលមែនទែនប៉ុន្តែចំណាយពេលយូរខ្លាំងណាស់